បាទគ្រប់ដូចសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទយើងវិលត្រឡប់មកជួបខ្ញុំម្ដងទីការធ្វើដំណើរឆ្នោតយន្តនៅថ្ងៃទី6ខែ10ឆ្នាំ2025អញ្ចឹងយើងមកមើលលទ្ធផលម្សិលមិញថ្ងៃទី5សិនបាទអញ្ចឹងវេលាម៉ោង1គឺយើងចូលលេខធំ8លេខគឺ469រីឯម៉ោង4:30នាទីគឺយើងចូលលេខ7667រីឯម៉ោង6:30នាទីគឺយើងចូលលេខ64អញ្ចឹងនៅថ្ងៃនេះគឺយើងចូលទាំងម៉ោង10ម៉ោង4ក៏ដូចជាម៉ោង6បាទចូល3ម៉ោងគ្រប់តែម្ដងពុកម៉ែបងប្អូនទាំងអស់គ្នាការពីម្សិលមិញឥឡូវយើងកន្លែងមើលនៅថ្ងៃទី6ខែ11ឆ្នាំ2025យើងម្ដងអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនថ្មីកុំភ្លេចចុចសញ្ញា Subscribe ដល់អ្នករូបកណ្ដឹងដល់អ្នករូបកណ្ដឹងទាំងអស់គ្នាផងហើយចុចសញ្ញាមេដៃ like ឡើងលើទាំងអស់គ្នាម្នាក់មកហើយ comment លេខ168ឬក៏ comment ហេងក៏បានដែរពុកម៉ែបងប្អូនទាំងអស់គ្នាក្រោមវីដេអូអញ្ចឹងនៅថ្ងៃលេខអុកខ្ទង់គឺមានចំនួន2ខ្ទង់គឺមានខ្ទង់ខ្សែក៏ដូចជាខ្ទង់កៅខ្សែគឺមានចំនួន2គ្រាប់មាន44 45រីឯកៅគឺមាន91 94 99លេខត្រឡប់ខ្ទង់ខ្សែនឹងកៅមានដូចជាលេខ54 19 49បាទចំពោះលេខខ្ញុំពុកម៉ែបងប្អូនទាំងអស់លេខចាក់ត្រង់និងត្រឡប់បានដែរពុកម៉ែបងប្អូនទាំងអស់គ្នាបាទអត់លេខចាក់រងទេរីឯលេខធំ3លេខគឺមានចំនួន2គ្រាប់បាទលេខធំទី1គឺលេខ931ពុកម៉ែបងប្អូនទាំងអស់គ្នាលេខចាក់កូនទាំងគ្នាបាទនិងលេខធំទី2នោះគឺលេខ134ពុកម៉ែបងប្អូនទាំងអស់គ្នាចឹងសង្ឃឹមថាហេងនៅថ្ងៃទី6បិណ្ឌអត់ត្រូវនឹងបិណ្ឌច្រឡំបិណ្ឌទាំងអស់នេះគឺបិណ្ឌអំទូកបាទហ្នឹងហើយនៅថ្ងៃបហើយទាំងអស់គ្នាផងដែរចឹងជូនពរពុកម៉ែបងប្អូនធ្វើដំណើរតាមផ្លូវសុវត្ថិភាពទាំងអស់គ្នាផងដែរចឹងកុំភ្លេច comment លេខ168ហើយចុចសញ្ញាមេដៃ like ឡើងលើទាំងអស់គ្នាមែនទេចុចអ្នកតាមចុច subscribe ចុច subscribe ទាំងអស់គ្នាហើយវេលាលេងគឺយើងលេង3ម៉ោងបាទគឺលេងម៉ោង1:30នាទីម៉ោង4:30នាទីក៏ដូចជាម៉ោង6:30នាទីហើយតម្រុយគឺមានតែប៉ុណ្្នឹងមកចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាដើម្បីធ្វើការលេងសងសំណាងជួបគ្នានៅថ្ងៃស្អែកបន្តទៀតតាមពេលវេលានៅម៉ោងដដែលគណៈពេលនេះគឺខ្ញុំសូមគោរពលាបាយបាយពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរបាទ